កូនចៅរបស់លោកវ្លាឌីមៀពូទីនវិបកវិញដោយព្យុះរហូតធ្វើឲ្យកូនចៅរបស់លោក Zelensky លាន់មាត់ថាសមរភូមិក្តៅនៅក្នុងតំបន់ខឺរបស់រុស្ស៊ីគឺដូចក្នុងរឿងកុនរត់ធុតអីចឹងទីហ៊ានអ៊ុយក្រែនដែលត្រូវបានផ្សាយជាប្រកម្មផ្សព្វផ្សាយសម្លេង BBC សម្ភារបានរៀបរាប់លម្អិតយ៉ាងដូចនេះថាពួកយើងបានដកថយចេញពីទីក្រុង Zvezda ដែលជាទីក្រុងធំបំផុតនៅក្នុងតំបន់ខឺមកវិញទាំងប្រលឹងចុងសក់តែម្ដងព្រោះទ័ពរុស្ស៊ីវិបកវិញសាហាវណាស់ពួកគេបានបំផ្លាញគ្រឿងសឹករបស់យើងអស់ជាច្រើនគ្រឿងហើយប្រើដ្រូនទាំងវងដេញតាមយើងមិនឲ្យមានឱកាសងាកក្រោយនោះឡើយទីហ៊ានអ៊ុយក្រែនម្នាក់ដែលប្រាប់ត្រឹមឈ្មោះថា Volodymyr បានរៀបរាប់បន្តថាទ័ពរុស្ស៊ីវាយប្រហារអត់ដកដង្ហើមឡើយហើយបើចង់ដកថយនៅពេលថ្ងៃនឹងក្លាយជាខ្មោចចោឆ្អឹងនៅក្នុងទីក្រុង Zvezda ជាក់ជាមិនខានហើយបើចង់គេចខ្លួនគឺមានតែពេលយប់តែប៉ុណ្ណោះយោងតាមអ្នកជំនាញបានប៉ាន់ប្រមាណថារុស្ស៊ីបានបន្ថែមទ័ពរហូតទៅដល់ 70,000 នាក់ដើម្បីដណ្ដើមយកតំបន់ខឺមើវិញនៅក្នុងនោះរួមមានទាំងទាហានកូរ៉េខាងជើងប្រហែលជា 12,000 នាក់ផងដែរហើយឥឡូវនេះមានសេចក្តីរាយការណ៍ថារុស្ស៊ីដណ្ដើមទឹកដីរបស់ខ្លួនបាន 2/3 មកវិញហើយថែមទាំងបានកំពុងតែឡោមព័ទ្ធអ៊ុយក្រែនជាប់ទៀតផងរហូតដល់ថ្នាក់លោកប្រធានាធិបតីដូណាល់ត្រាំស្នើសុំលោកពូទីនឲ្យទុកជីវិតពួកគេទៀតផងដំបូងឡើយលោកប្រធានាធិបតី Zelensky សង្ឃឹមថានឹងយកតំបន់ខឺមកវិញឲ្យបានដើម្បីឲ្យមានទឹកមាត់ប្រៃក្នុងការចរចាជាមួយនឹងលោកពូទីនប៉ុន្តែឥឡូវនេះទីហ៊ានក៏ស្លាប់ច្រើនហើយទឹកមាត់ក៏កាន់តែសាបទៅទៀតខណៈរុស្ស៊ីកាន់តែមានព្រៀបមានសេចក្តីរាយការណ៍ថាលោកដូណាល់ត្រាំនិងលោកពូទីននឹងហៅទូរស័ព្ទរកគ្នាមួយលើកទៀតនៅថ្ងៃអង្គារនេះមុនជួបសម្ដីគ្នាជាថ្មីលោកដូណាល់ត្រាំបានលើកឡើងថាមានរឿងជាច្រើនត្រូវបានឯកភាពរួចហើយប៉ុន្តែនៅមានរឿងជាច្រើនទៀតដែលត្រូវជជែកជាមួយនឹងលោកពូទីនដោយផ្ទាល់បើទោះបីជាយ៉ាងណាលោកត្រាំនៅតែលើកឡើងដដែលថាសង្គ្រាមដាច់ខាតត្រូវតែបញ្ចប់ឥឡូវនេះព្រោះក្នុងមួយសប្តាហ៍មានទាហានមកពីភាគីទាំងសងខាងមិនក្រោម 2,500 នាក់នោះឡើយបានស្លាប់ហេតុដូច្នេះមានតែរងចាំមើលលទ្ធផលរវាងលោកដូណាល់ត្រាំនិងលោក Vladimir Putin បន្តទៀតទេថាតើនឹងទៅជាយ៉ាងណានោះ